ការណាដែលប៉ះពាល់ដល់សេដ្ឋកិច្ចចឹងទៅប្រទេសយើងក្រក៏ប៉ុន្តែអ្នកខ្លាំងថាកាន់ពុទ្ធសាសនាក្រគេកាន់យេស៊ូគេកាន់សាសនាដទៃមិនក៏មានអានឹងអត់បានអប់រំផ្លូវចិត្តណាព្រោះណាចាស់ថ្លៃគឺគាត់យល់ថាការអភិវឌ្ឍនឹងឯងទៅបាននៅសេចក្តីសុខចំណែកការអភិវឌ្ឍខ្លួនឯងនេះគាត់អត់យល់ទេគាត់ថាប្រទេសខ្មែរនឹងក្រណាស់កាន់ពុទ្ធសាសនាអានឹងដល់ពេលគាត់ចូលយេស៊ូសុបដោយបញ្ហាគឺលោកអាចារ្យហ្នឹងឯងដល់ពេលចូលយេស៊ូសុបចឹងទៅគាត់ពោលចាំតែមើលពីខុសាមណេរហ្នឹងខុសថាមកប៉ហើយថាយើងណាដើមធម្មតានៅណាជិះកង់មិនដួលយ៉ាងណាមិនពិខុសង្ឃមិនអាចគេចផុតអំពីអាបត្តិទេក៏ប៉ុន្តែត្រូវវាចាដោយអង្គ3ហ្នឹងដូច្នេះហើយការណាដែលយើងមានការពោលពាក្យនៅវិស័យពុទ្ធសាសនាគឺខុសណាបងណាគឺខុសមិនមែនវិស័យពុទ្ធសាសនាឲ្យយើងក្រទេដោយសារកិលេសរបស់បុគ្គលមួយចំនួនដែលមានលោភៈលោភលន់ចង់បានមិនឆ្អែតមិនឆ្អន់ហ្នឹងដល់ទៅពេលចឹងទៅគៀបកត់សេដ្ឋកិច្ចកាលណាបុគ្គលដែលមិនមានធម៌ក្នុងខ្លួនគៀបសង្កត់សេដ្ឋកិច្ចហើយគឺពុទ្ធបរិស័ទមិនអាចផលិតផលណាមួយលក់ដូរនៅទីផ្សារបានទេកាលណាដែលលក់ដូរទីផ្សារមិនដាច់ញាតិញោមជាពុទ្ធបរិស័ទក៏ក្រក្រៃកាលណាដែលញាតិញោមជាពុទ្ធបរិស័ទក្រក្រៃអាត្មានេះក៏គ្មានស្អីគ្រប់ដណ្ដប់ដែរមិនអញ្ចឹងវាប៉ះពាល់ទាំងអស់គ្នាណាមិនចាំញោមល្អូទេអាត្មានឹងក៏ដឹងដែរហើយបើសិនជាយើងចោលទៅក្នុងការអប់រំចិត្តវិញគឺមិនមែនទេម្ចាស់ថ្លៃហើយសេចក្តីសុខមិនមែនបាននៅមាសពេជ្រកែវកងពីទូសូរិកានចានឆ្នាំងកធុងមុងកន្ទែលខ្នើយជ្រូកមាន់ទាគោកបីសិតអំដីត្រូវអង្គមកម៉ូតូជិះក្លូវអូឡានទៅពើទៅបានកប៉ាល់ហោះរទេសភ្លើងនោះទេខំមើយខំដាំមើយដាំតាំងពីមកខុតល្មុតសេដាស្លាមកខៈម៉ាក់ប្រេងម៉ាក់ប្រាំងសៅម៉ៅសេមន់សមោសមៅពើកៅលហុងក្រូចខ្លងក្រូចចិនមានដងច័ន្ទស្វាយម្ដោះពេងប៉ោះពោពាយប៉មពោតថ្នោតកទួតបដិញព្រីងទៅរើកខើកខប់កូលែនកូឡាញ់ថាឆ្ងាញ់អូឆ្ងាញ់លោភអើយលោភចង់បានមិនចេះអត់រហូតដល់មើលទូទៅឃើញប្រទេសគេនឹងវាល្អចង់បានឃើញថាប្រទេសយើងវាអន់ណាស់ក្រណាស់មិនដឹងថាប្រទេសយើងមានវិស័យពុទ្ធសាសនាជាមូលជាឫសគល់ជាទឹកមួយអាចលាងចម្រះនៅសេចក្តីទុក្ខយើងអត់មើលអត់ឃើញយើងតែឃើញប្រទេសគេរីកចម្រើនយើងសប្បាយយើងចោទថាប្រទេសគេកាន់សាសនាយេស៊ូគេសប្បាយការពិតនឹងយើងមើលទៅគេផលិតផលគេផលិតកប៉ាល់ហោះដឹកមនុស្សចេញអំពីទី1ទៅទី1ចេញអំពីដែនមួយទៅដែនមួយឆ្លងសមុទ្រប៉ាស៊ីហ្វិកមែនក៏ប៉ុន្តែរួមជាមួយនោះដែរគេក៏ផលិតនៅកប៉ាល់ហោះទម្លាក់ក្របឃើញទេហ្នឹងតែយើងសប្បាយទេដូច្នេះកាលណាដែលគេគ្មានធម៌គេមិនបានអប់រំចិត្តជួនពេលណាទៅគេតោះចិត្តនៅប្រទេសយើងគេដាក់បាក់រវ៉ាណូមកក្របពីស៊ីលមកក្របតើយើងសប្បាយជាមួយផុសគេដែលរីកចម្រើនទេអត់ទេមើលប្រទេសជប៉ុនទៅជាដើមហេតុនឹងណាហើយចឹងបុគ្គលដែលមានធម៌និងបុគ្គលដែលអត់មានធម៌ខុសគ្នាឆ្ងាយណាស់ម្ចាស់ថ្លៃដូច្នេះសប្តាហ៍ថ្ងៃនេះយើងនៅក្នុងក្រុមគ្រួសារមានការប៉ះពាល់ទង្គិចដូចជាចាននៅក្នុងរាវមិនអាចដូចជាអណ្ដាតដែលរស់ជាមួយនឹងធ្មេញគឺមិនអាចគេចផុតអំពីអារម្មណ៍សុខនិងទុក្ខបាននោះទេដូច្នេះមានតែវិស័យពុទ្ធសាសនាទេទើបអាចយល់ហេតុផលបានត្រឹមត្រូវអ្មេចបានថាអញ្ចឹងធម្មតាដោយប្រគុណម្ចាស់ជាព្រះវិន័យធម៌ខេត្តដែលលោកជាអ្នកដឹកនាំកាលណាដែលមានប្រគុណម្ចាស់ធ្វើខុសកាលណាដែលគេមើងងាយពេបជ្រាយកាលណាដែលគេបចោជេរស្ដីមាក់ងាយថាយើងក្រក្តីយើងខុសចេះមួយចុះមួយក្តីការពិតនឹងគ្រាន់តែជាសត្វធាតុគឺជាសម្លេងតែប៉ុណ្ណោះមិនមែនសត្វមិនមែនបុគ្គលទេហើយកាលដែលត្រជារបស់យើងជាសោតធាតុជាអ្នកទទួលជាសោតវិញ្ញាណជាអ្នកទទួលនៅអារម្មណ៍ផ្សេងផ្សេងហ្នឹងមិនមែនថាត្រជាយើងជាអ្នកលឺនោះទេការពិតនឹងគ្រាន់តែជាធាតុតែប៉ុណ្ណោះដល់ទៅពេលយើងបានដឹងហេតុដឹងបច្ច័យមកហើយគឺយើងរមែងបាននៅសេចក្តីសុខមិនអញ្ចឹងអស់លោកអញ្ចឹងនៅក្នុងក្រុមគ្រួសារតែងតែប៉ះពាល់គ្នាហើយយើងត្រូវប្រកាន់ភ្ជាប់មួយថាបុគ្គលណាដែលខឹងយើងបុគ្គលនោះកាន់ភ្លើងមកគប់យើងបុគ្គលនោះរមែងក្តៅមុនយើងបុគ្គលណាដែលស្អប់យើងបុគ្គលនោះរមែងកាន់នៅលាមកមកគប់យើងធម្មតាលាមកមានការស្អុយដូច្នេះបុគ្គលដែលស្អប់យើងគេនោះស្អុយមុនយើងដូច្នេះញាតិញោមជាពុទ្ធបរិស័ទមានតែសតិនិងអបមាទនោះទេដែលធ្វើឲ្យយើងបាននៅសេចក្តីសុខមានតែព្រះពុទ្ធសាសនាទេដែលមានសតិនិងសម្បញ្ញៈដែលនៅក្នុងបៃដក
អង្គតរនិកាយឯកតុកនិបាតបឋមភាគលេខ40ទំព័រ7ដែលព្រះរាមាភិព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយកាលណាដែលបុគ្គលមានសតិរលឹកហើយអកុសលដែលកើតឡើងរមែងវិនះទៅវិញនឹងកុសលដែលកើតឡើងហើយរមែងចម្រើនឡើងដោយសារតែបុគ្គលនឹងមាននៅសតិមិនធ្វេសប្រហែសដោយសារមានអបមាទធម៌នឹងដូច្នេះយើងទាំងអស់គ្នាដឹងហើយកាលណាដែលយើងខឹងនឹងកាលណាដែលយើងខឹងត្រូវមានសតិរលឹករឿយពិចារណារឿយធម្មតាទេឈើភ្លើងកើតអំពីឈើណារមែងញ៉ាំងឈើនោះដិតកម្ដៅឈើនោះរុកតន្ត្រានឈើនោះឲ្យคล้ายទៅជាផេះយ៉ាងណាបុគ្គលដែលមានទោសៈបុគ្គលដែលប្រកាន់ខ្ជាប់សមាទានកាន់យកនៅក្តីខឹងក្តីក្រោធបុគ្គលនោះរមែងវិនះទៅក៏យ៉ាងដូច្នោះដែរសូម្បីតែផ្លូវចិត្តក៏ក្តៅកន្ទក់កន្ទិញសោកសង្រេងព្រមទាំងកោសិកាខាងក្រៅមុខឲ្យក្រហមបើញោមមិនជឿរត់ទៅឆ្លុះកញ្ចក់ពេលដែលខឹងហ្នឹងអញ្ចឹងយើងទាំងអស់គ្នាក៏បីពិចារណាទៅព្រះដ៏មានប្រភេទឲ្យយើងរលឹកពិចារណារឿយច្រេះកើតអំពីដែកណារមែងស៊ីនៅដែកនោះវិញការខឹងសម្បាការបន្ទោសអ្នកដទៃរមែងកើតនៅបុគ្គលណាបុគ្គលនោះរមែងជាប់នៅសេចក្តីវិន័យការដែលខឹងហើយម្ចាស់ខ្លាយហើយនៅជាមួយគេមិនសុខទេបុគ្គលដែលប្រកាន់ខ្ជាប់នៅទោសៈហ្នឹងធម្មតាទេយើងមើលទៅត្រីវាចូលចិត្តរស់នៅទឹកក្តៅមិនអញ្ចឹងម្ចាស់ខ្លាយវាចូលចិត្តរស់នៅទឹកក្តៅទេអត់ទេវាចូលចិត្តនៅរស់នៅទឹកត្រជាក់នឹងវាចាស់ហើយទឹកក្តៅយ៉ាងណាមិញញោមចូលចិត្តបុគ្គលក្តៅនៅជាមួយទេអត់ចូលចិត្តទេដូច្នេះតើញោមនឹងគួរកាន់យកទេអត់គួរកាន់យកទេម្ចាស់ថ្លៃឯងបើអញ្ចឹងមានតែយើងវាចាអញ្ចឹងមុននឹងយើងឃើញគេជេរស្ដីគេមាក់ងាយមានតែយើងមានសតិរលឹករឿយអញ្ចឹងការចូលរួមនៅក្នុងឱកាសនេះក៏សំលមុំតាមពេលវេលាដែរពីព្រោះថាឆ្នាំមុនជ្រុលខ្លាចញោមថាតិចជ្រុលទៀតណាអញ្ចឹងសូមអនុមោទនានៅធម្មទានណាសាធុទាំងពីរោះណាស់ណាសូមអរគុណគុណម្ចាស់នឹងនិមន្តចូលរួមថ្ងៃក្រោយទៀតណានឹងបាននេតិអប់រំទូមានចិត្តច្រើនបញ្ហាច្រើនរឿងទៀតដូច្នេះកណាគុណម្ចាស់នៅក្រោយទៀតព្រះអង្គក៏លំបាកថាមិនដឹងជាបញ្ហាថ្មអញចំកន្លែងណាតាមពិតគឺមិនលំបាកអីគិតគូរច្រើនទេគ្រាន់តែថាគោលធម៌កណាគុណម្ចាស់ជ្រាបហើយរឿងពិតយ៉ាងណាក៏និមន្តយ៉ាងនោះទៅតែឥឡូវចង់និមន្តកណាគុណចាស់ព្រះអង្គអតិថិនៅបុរាបានស្ថិតនៅនៃអាស្រមប្រគុណកតនេះយូរមកហើយមានបញ្ហាខ្លះកើតឡើងនៅអាស្រមទៀតដោយតែបានជ្រាបហើយណាជាមួយគ្នានឹងគណៈកម្មការជាមួយគ្នានឹងប្រសង់ជាមួយគ្នានឹងការជ្រើសរើសប្រធានសង្ឃអីជាដើមហើយក៏ចេះតែមានភាពមិនត្រូវចិត្តគំនិតគ្នាខ្លះប៉ុន្តែកណាគុណម្ចាស់អប់រំចិត្តយ៉ាងណាក៏ចេះតែគង់នៅបានរហូតដល់មានភាពសុខសាន្តល្អកល្អឿនដល់សប្តាហ៍ថ្ងៃនឹងចឹងទៅមិនមានការបែកបាក់អីគ្នានោះនឹងជាឱវាទផងដែរប្រកាសណាគុណម្ចាស់ដែលសង្ឃនឹងបានលើកទោះជាប៉ុន្មានអង្គក៏ដោយឡោះហើយកណាគុណម្ចាស់ក៏តែងមានឱវាទជាប្រកដីរឿយនិងជាការរក្សាចិត្តទប់ទល់ជាមួយគ្នានឹងបញ្ហាជាមួយគ្នានឹងវាសបាវិកាគណៈកម្មការឬក៏ជាមួយគ្នានឹងភិក្ខុសាមណេរខ្លះនឹងតើអប់រំចិត្តយ៉ាងណាទប់ទល់ជាមួយនឹងបញ្ហាដែលកើតមានហើយមានការរស់នៅសុខស្ងប់អីដែរទេទាំងសប្តាហ៍ថ្ងៃហ្នឹងមិនមែនចង្អៀតចង្អល់តាមតឹងអីយ៉ាងណាសូមកណាគុណចាស់និមន្តតាមការគួរទេណាអ្នកមត្ថុរតនតយស័កខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំជំបីនៃព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លាសូមឱកាសពីលោកម្ចាស់និងលោកអ្នកមានអាយុគ្រប់ព្រះអង្គហើយសូមចម្រើនពរដល់លោកគ្រូព្រមទាំងពុទ្ធបរិស័ទទាំងអស់ក្នុងឱកាសនេះគឺជាបញ្ហាកម្មដែលលោកគ្រូបានដាក់ជាបញ្ហាដើម្បីដោះស្រាយរកនៅភាពសុខដុមរមនាគឺសេចក្តីរីកចម្រើននៅក្នុងព្រះពុទ្ធសាសនាហ្នឹងដូច្នេះសេចក្តីទាំងប្រមាណប៉ុណ្ណេះគឺកណាគុណម្ចាស់ញាតិញោមក៏បានជ្រាប
ก็ប៉ុន្តែនៅក្នុងការប្រព្រឹត្តប្រតិបត្តិដោយអំណាចព្រះសង្ឃលោកមានបំណងចង់ឲ្យមានជាប្រធានចឹងដូច្នេះលោកក៏បានមូលមតិគ្នាតាំងអំពីសាមណេររហូតដល់ភិក្ខុគ្រប់អង្គទាំងអស់បានប្រកាសឡើងថារៀបចំខ្ញុំគណៈអាត្មាភាពនឹងឲ្យធ្វើជាប្រធានថ្នាក់ដឹកនាំព្រះសង្ឃនៅក្នុងអាស្រមព្រះកណ្ដកុដដើម្បីជាបំណងប្រាថ្នារបស់លោកម្ចាស់និងលោកអ្នកមានអាយុគ្រប់ព្រះអង្គចឹងទៅក៏បានរៀបចំបណ្ដើមកប៉ុន្តែធម្មតាយើងប្រៀបធៀបថាដំណើរផ្លូវរបស់យើងពីដើមយើងអត់ទាន់បានចាក់បេតុងឬក្រាលកៅស៊ូនឹងឲ្យស្មើទេផ្លូវយ៉ាងណាក៏បោទៅតាមយ៉ាងនោះវាមានការរលាក់រលែងឬក៏លំបាកយ៉ាងណាអានឹងចេះតែធ្វើដំណើរបន្តិចម្ដងរហូតដល់ថាពេលនេះខ្ញុំគណៈអាត្មាភាពនឹងក៏បានទទួលភារៈជាអ្នកដឹកនាំដូច្នេះវាត្រូវមានការជួបក្នុងការលំបាកច្រើនប៉ុន្តែវាសំខាន់គឺត្រង់កន្លែងសេចក្តីអត់ធន់នឹងជាសំខាន់ព្រោះធម្មតាធ្វើកិច្ចការងារអ្វីហើយជិះអំពីគេនិន្ទាហ្នឹងគឺមិនបានទេណាហើយការនិន្ទាហ្នឹងមិនមែនតែចាំតែប្រសង់ទេសំបីតែពុទ្ធបរិស័ទក៏មានការនិន្ទាណាគឺការនិន្ទាហ្នឹងមិនមែនចង់ឲ្យគាត់នឹងខុសឬក៏ប្រសង់អង្គណាមួយខុសទេគឺលោកមានមតិអញ្ចឹងគឺលោកចង់ឲ្យយើងនឹងបានល្អណាកន្លែងណាខុសលោកប្រាប់អញ្ចឹងទៅប៉ុន្តែប្រកបដោយមេត្តាមិនប្រកបដោយមេត្តាអាហ្នឹងជារឿងផ្សេងទៅទៀតអញ្ចឹងការដែលយើងប្រព្រឹត្តធម៌ដូចជាខ្ញុំគណៈអាត្មាភាពនឹងផ្ទាល់ជួបបញ្ហាសពគ្រប់ក៏ប៉ុន្តែត្រូវតែមានការអប់រំទូនមានចិត្តសិក្សាប្រធមហ្នឹងឲ្យបានយល់នឹងទៅមិនអាចប្រទុកតបទៅវិញដោយពាក្យសម្ដីណាមួយទេហើយបើចំពោះបញ្ហាដែលខុសឆ្គងអាហ្នឹងយើងគួរតែខឹងណាគួរតែខឹងប៉ុន្តែចំពោះបញ្ហាដែលត្រូវហើយហ្នឹងក៏គួរតែខឹងដែរព្រោះអាភាពខឹងក្រោតច្រឡោតដាក់អ្នកដទៃហ្នឹងមិនមែនជាកុសលទេបើយើងពិចារណាមើលទៅក្នុងសេចក្តីហ្នឹងណាប៉ុន្តែដោយអំណាចពិចារណាមើលទៅតាមព្រះធម៌ដោយការសិក្សាព្រះធម៌រាល់ថ្ងៃជាមួយនឹងលោកគ្រូហើយបានស្ដាប់ព្រះធម៌អប់រំចិត្តហ្នឹងវាធ្វើឲ្យចិត្តហ្នឹងមិនទៅជាស្ទុះទេពេលណាដែលមានហេតុកើតឡើងគឺត្រូវមានការពិចារណាជានិច្ចសំបីតែពាក្យសម្ដីហ្នឹងជួនកាលអាចទុកបានក៏បានអាចទុកមិនបានក៏និយាយទៅពាក្យក្រត់គ្រៀតខ្លះក៏ប៉ុន្តែនៅតែមានការអប់រំអញ្ចឹងហើយដំណើរផ្លូវរបស់យើងចង់ធ្វើផ្លូវនឹងឲ្យបានស្មើផ្លូវនឹងវាវែងផ្លូវនឹងវាឆ្ងាយត្រូវព្យាយាមលុបក្លុកណាដែលវាមិនល្អអញ្ចឹងទៅយើងព្យាយាមលុបចោលទៅប៉ុន្តែព្យាយាមលុបហ្នឹងមិនមែនទៅទាំងកំរោលទេគឺបន្តិចម្ដងមួយជំហានម្ដងដើម្បីធ្វើឲ្យផ្លូវរបស់យើងនឹងបានស្រួលប៉ុន្តែចំណុចសំខាន់ហើយខ្ញុំគណៈអាត្មាភាពនឹងចង់បញ្ជាក់ថាចំពោះព្រះសង្ឃក្តីពុទ្ធបរិស័ទគណៈកម្មការក្តីរឿងសំខាន់ឲ្យយើងបានស្ដាប់ធម៌នឹងឲ្យបានយល់សិក្សាព្រះធម៌នឹងឲ្យបានយល់ហើយបើកាលណាយើងសិក្សាព្រះធម៌បរិបត្តិធម៌នឹងឲ្យបានត្រឹមត្រូវទៅតាមប្រវត្តិរបស់ព្រះអង្គទៅបញ្ហាអត់មានទេណាបញ្ហាអត់មានទេមកអំពីនៅក្នុងព្រះធម៌ក្តីហើយនៅក្នុងព្រះវិន័យក្តីព្រះអង្គសម្ដែងអស់ហើយធម៌ណាដែលនាំឲ្យទៅកាន់សេចក្តីវិន័យធម៌ណាដែលនាំទៅកាន់សេចក្តីចម្រើនអីចឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងដូច្នេះសូមសំណូមពរថាកណាគុណចាស់ក្តីញាតិញោមពុទ្ធបរិស័ទគណៈកម្មការក្តីត្រូវសិក្សាឲ្យបានច្បាស់នៅក្នុងព្រះធម៌ឲ្យស្គាល់សភាពពិតហើយដូចជាក្នុងព្រះវិន័យអញ្ចឹងការពោលពាក្យនៅក្នុងព្រះវិន័យមិនមែនចេះតែពោលបានទេពោលអត់បាននេះគឺថាពោលតែកាលណាខុសបិទធ្វើឲ្យអ្នកក្រោមមកបាតរបស់យើងនឹងកាន់ខុសតាមយើងដែរអាហ្នឹងជារឿងសំខាន់ហើយដល់ពេលអញ្ចឹងទៅតែកាលណាប្រះចាកធម៌ប្រះចាកវិន័យហើយការប្រព្រឹត្តនឹងមិនទៅតាមអាបាតព្រះអង្គហើយព្រោះតែងតែមានទិដ្ឋិផ្សេងគ្នាណាកាលណាទិដ្ឋិផ្សេងគ្នាអញ្ចឹងទៅធ្វើឲ្យមានបញ្ហានឹងកើតឡើងអញ្ចឹងសូមសំណូមពរថាកណាគុណម្ចាស់ក្តីញាតិញោមពុទ្ធបរិស័ទក្តីហ្នឹងត្រូវសិក្សាឲ្យបានច្បាស់នៅក្នុងព្រះវិន័យរឿងសំខាន់គឺព្រះវិន័យនឹងតែម្ដងបើកាលណាយើងពោលខុសគឺខុសហើយក្នុងដំណាក់បដិបត្តិដូចគ្នាអញ្ចឹង
ដល់ពេលយើងពោលខុសអញ្ចឹងទៅវាលឺសោកស្ដាយទៅដល់សំណាក់បដិបត្តិដទៃទៅគេអាចវាយតម្លៃយើងគេអាចបន្ថោកបន្ទាបបន្តបង្អាប់យើងអាហ្នឹងគេបានឱកាសយកចំណេញអំពីយើងណាអញ្ចឹងណាបានឱកាសយកចំណេញអំពីយើងដល់ពេលបានឱកាសយកចំណេញអំពីយើងអញ្ចឹងធ្វើឲ្យយើងហ្នឹងកាន់តែដណ្ដាបទៅដូច្នេះសេចក្តីចម្រើនអត់មានដល់ទីកន្លែងរបស់យើងនោះទេប៉ុន្តែមិនមែនថាអញ្ចឹងទៅចង់ឲ្យកន្លែងយើងរីកចម្រើនតែម្នាក់ឯងទេគឺកន្លែងណាក៏ដោយឲ្យតែប្រព្រឹត្តទៅតាមធម៌វិន័យត្រឹមត្រូវសិក្សាឲ្យបានច្បាស់លាស់ពោលឲ្យបានច្បាស់កន្លែងនោះក៏រីកចម្រើនដែរបើរួមទៅគឺសេចក្តីរីកចម្រើនហ្នឹងមិនមែនតែទីអាស្រមប្រកបនៅមួយទេទោះបីទីវត្តដទៃក៏អាចរីកចម្រើនដែរអញ្ចឹងសំណូមពរជាចុងក្រោយគឺថាត្រូវសិក្សាឲ្យបានច្បាស់នៅក្នុងព្រះធម៌និងព្រះវិន័យឲ្យសម្ពោលហើយបើថាមិនទាន់ច្បាស់ទេគ្រាន់តែជាអនុលោមទៅដើម្បីបញ្ជាក់សេចក្តីនឹងជាចុងក្រោយថាបើសិនជាខុសយ៉ាងណាសូមឲ្យកណាគុណម្ចាស់ឬលោកអ្នកចេះដឹងនឹងឲ្យជួយកែតម្រូវនឹងដូច្នេះការដែលចូលរួមក្នុងឱកាសពេលនេះគឺសូមជូនលោកគ្រូប៉ុណ្ណេះមានសេចក្តីខ្វះខាតសូមលោកគ្រូមានដំណមានល្អសម្រាប់ហើយខ្ញុំកណាអាត្មាភាពកណាគុណម្ចាស់ហើយញាតិញោមពុទ្ធបរិស័ទទាំងអស់សូមអនុមោទនាកណាសាធុទាំងកណាពីរោះណាសេចក្តីអត់ធន់នេះគឺជាតួនាទីរបស់យើងមួយផងដែរជាធម្មតាតួនាទីភរិយាដោយឡែកស្វាមីដោយឡែកមេត្តាបិតាដោយឡែកបុត្រធីតាដោយឡែកក្រហោះដោយឡែកបព្វជិតដោយឡែកប៉ុន្តែត្រង់សេចក្តីអត់ធន់នេះគឺជាតួនាទីរបស់ពុទ្ធបរិស័ទទាំងអស់គ្នាទាំងណាកុំភ្លេចណាចឹងយើងមានតួនាទីយ៉ាងណាជាភរិយាជាស្វាមីមេត្តាបិតាបុត្រធីតាជាសមណៈព្រាហ្មណ៍ជាពុទ្ធបរិស័ទជាដើមអញ្ចឹងហើយប៉ុន្តែសូមកុំភ្លេចតួនាទីមួយទៀតគឺសេចក្តីអត់ធន់ណាសុខចិត្តធ្វើដំណើរអត់បាយតែសេចក្តីអត់ធន់ខន្តិធម៌ក្តីជាជាមវិរិយធម៌មិនខ្សត់ទេទាំងណាហើយយ៉ាងទៀតសម្រាប់ថ្នាក់ដឹកនាំជាអាចារ្យឬក៏ថាជាកល្យាណមិត្តវចនៈខមោទាំងអត់ទ្រាំនឹងពាក្យសម្ដីអ្នកដទៃទាំងណានឹងម្យ៉ាងហើយកណ្ដាលគុណចាស់ក៏បានបញ្ជាក់ពីពាក្យសម្ដីគឺជិះវៀងនៅពាក្យសម្ដីមិនល្អ5យ៉ាងហើយនិយាយពាក្យល្អ5យ៉ាងទៀតពាក្យដែលមិនល្អ5យ៉ាងហ្នឹងគឺទី1និយាយខុសការណាឯល្អគឺត្រូវការណាទៀតហ្នឹងហើយទី2មិនល្អហ្នឹងគឺពាក្យមិនពិតណាហើយដែលល្អគឺពាក្យពិតណាហ្នឹងហើយទី3ដែលមិនល្អហ្នឹងគឺពាក្យដែលមិនពិរោះលើកឡើងនៅពាក្យបញ្ឈឺចិត្តអត់ប្រយោជន៍អីទេតែឲ្យគេឈឺចិត្តទៅខ្លួនឯងហ្នឹងក៏វាមិនបានសោតតាសក្តិគាអីដែរវាបានតែបាបអញ្ចឹងក៏យើងមានស្មារតីទុកណាទុកទៀតនឹងណាមាត់មានគ្របដបមានឆ្នុកណាទៀតណាហ្នឹងអញ្ចឹងហើយឯល្អវិញគឺពាក្យពិរោះនិយាយឲ្យអ្នកដទៃពិរោះស្ងប់រងាប់ចិត្តមិនមែនពិរោះឥតប្រយោជន៍ទេពិរោះហើយមានប្រយោជន៍ស្ងប់រងាប់ទៀតហ្នឹងហើយទី4នោះដែលមិនល្អគឺពាក្យមិនប្រយោជន៍ហ្នឹងតែហ្មងតែមិនមានប្រយោជន៍និយាយទៅឥតប្រយោជន៍ព្រិះព្រុសឥតប្រយោជន៍អ្នកស្ដាប់ទៅមិនដឹងជាកម្មយកប្រយោជន៍ខ្លឹមសារអីនឹងយ៉ាងណានិយាយឲ្យតែបាននិយាយទៅជួនកាលរឿងក៏ផ្លឹបលែងសបាយលេងពីរុងពីរៀមណានៃយកមកនិយាយឲ្យបានជាប្រយោជន៍អីអត់នាំតែចិត្តអ្នកស្ដាប់រវើរវាយពីព្រោះដូចជ្រាបហើយទឹកលែងតែថាអាស្រ័យយោនិសោមអ្នកសិកាប៉ុន្តែវាតេតួនឹងពាក្យសម្ដីទាំងបរតោខោសៈយើងមើលមនុស្សច្រើនណាច្រើនណីបរតោខោសៈគេឃោសនាថាទាំងឧទឹកទៅលាងបាបបានទៅមែននោះទៀតម៉ឺនសែនអ្នកហើយយើងគិតមើលរឿងឃោសនាពីខាងក្រៅណាហើយគេឃោសនាថាមិនទៀតថាដីទឹកភ្លើងខ្យល់ទន្លេសមុទ្រផែនដីព្រៃភ្នំមនុស្សសត្វលោកនឹងប្រព្រំជាអ្នកបង្កើតជឿចឹងមែនទៅបន់ស្រន់បួងសួងសែនព្រេនវិជាយ៉ាញ់សុំតែជះបារមីសុំរិទ្ធសុំអំណាចសុំស្អីពីព្រះអាទិទេពចឹងទៅអាហ្នឹងរឿងបរតោខោសៈហ្នឹងមានអំណាចខ្លាំងណាស់ណាហើយរឿងបរិយាកាសសង្គមសពគ្រប់ទាំងអស់អ្វីដែលមានការឃោសនាឡើងទៅតាមកដាស់សរសេរ
យ៉ាងណាតាមពាក្យសម្ដីអីយ៉ាងម៉េចយ៉ាងណាគឺវាមានអតិពលទេចឹងបានថារឿងពាក្យសម្ដីកុំចេះតែនិយាយទៅធ្វើឲ្យអ្នកស្ដាប់រវើរវាយហ្នឹងអត្ថប្រយោជន៍ឲ្យសម្ដីល្អទី4ហ្នឹងគឺមានប្រយោជន៍ទេមានប្រយោជន៍ណាចឹងបានជាយើងដឹងគុណព្រះសម្មាសម្ពុទ្ធដឹងហើយដឹងទៀតនោះមកអំពីដោយសារបានការសម្ដែងពធរបស់ព្រះអង្គហើយបានយើងដឹងថាការរួចផុតចាកទុក្ខហ្នឹងគឺនៅត្រង់ការកំចាត់បងនៅលោភៈទុសៈមោហៈក្នុងចិត្តសន្តានកំចាត់បងតណ្ហាបាទានត្រាស់ដឹងនៅសច្ចធម៌ដោយបញ្ញាកំចាត់បងនៅអវិជ្ជាយ៉ាងណាគឺតេតួងនឹងការសម្ដែងពធហ្នឹងចឹងមានប្រយោជន៍ណាស់ហើយទី5ដែលមិនល្អហ្នឹងនិយាយដោយចិត្តអសប្បុរសខ្វះមេត្តាចឹងជួនកាលល្អតែមាត់ណាចឹងល្អតែមាត់ហ្នឹងយើងដឹងហើយគឺថាចិត្តហ្នឹងមិនថាជាទេវទត្តមាត់ជាទេវតាហ្នឹងក៏មានសម្បូរសម្បើមទៅចឹងហ្នឹងមិនល្អដែរដូច្នេះដែលល្អគឺនិយាយដោយចិត្តសប្បុរសនៃមេត្តាហ្នឹងក៏អាគុណចាស់ព្រះអង្គអគ្គចនោហ្នឹងបានសម្ដែងដូចជាសេចក្តីហ្នឹងចឹងខណៈប៉ុណ្ណឹងចុះទៀតខ្ញុំក៏ណាលេខលោកទៅតាមឱកាសពេលវេលាចឹងប្រកាសណាគុណចាស់ព្រះអង្គចិត្តរកតោចាំក្រោយគេណោះទៀតណាថ្ងៃហ្នឹងចាំក្រោយគេព្រមសិលមិញមុនគេណោះណាកណាគុណចាស់ព្រះអង្គវត្តកែវទៀតព្រះអង្គទៅវត្តកែវសិលមិញមកស្រាប់តែត្រូវការកសែតហើយហួសពីកសែតទៅមានអំភ្លីផងមីក្រូផងប្រុសរត់ទៅទិញទាំងព្រឹកហ្នឹងយកថាអីចឹងមីក្រូអំភ្លីអីហ្នឹងទុកដាក់ជួលគេហើយហ្នឹងសូមថ្លែងបង្គំចំពោះព្រះរតនត្រ័យដែលតែក្តីគ្រប់ប្រពងពោះតាមពីបណ្ឌមសការដល់តែក្តីគ្រប់សង្ខេបប៉ុណ្ណេះហើយសូមធ្វើតែក្តីគិរវៈអនុញ្ញាតអំពីព្រះគ្រូពីនៃធัวខេត្តហើយនឹងលោកគ្រូអគ្គបណ្ឌិតនៅក្នុងសាលារៀនសតិប្បដ្ឋាននេះដូច្នេះនៅក្នុងពេលវេលាគ្រានេះនឹងត្រូវបកស្រាយនៅបញ្ហាលោកគ្រូជាខាងក្រោយរតនានៅព្រះធម៌ខ្លះនៅក្នុងពេលវេលាគ្រាឱកាសនេះដូច្នេះនៅក្នុងគោលនៃព្រះធម៌ដែលត្រូវរតនាសម្ដែងគឺប្រធានបទគឺសម្ដែងអំពីចិត្តបរមត្តដូច្នេះនៅក្នុងបណ្ដាចិត្តបរមត្តនេះគឺនៅក្នុងចិត្តដែលជាសង្ខេបនោះគឺមាន89ពើស្រាគឺ121ដួងតែនៅក្នុងបណ្ដាចិត្តសង្ខេបនៅពើស្រានោះគឺមានទាំងចិត្តលោកតរៈហើយមានទាំងចិត្តលោកយៈនឹងគឺចែកគ្នាដោយឡែកប៉ុន្តែនៅក្នុងបណ្ដាចិត្តទាំងពីរនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងវេជ្ជឲ្យឃើញគុណតម្លៃនៃប្រយោជន៍នៃការបានដល់នៅអរហត្តផលឬក៏លោកតរៈជាដើមហ្នឹងដូច្នេះនៅក្នុងបណ្ដាចិត្តទាំងអស់នោះគឺព្រះបរមគ្រូព្រះអង្គទ្រង់ប្រកាសសម្ដែងគឺដើម្បីឲ្យសត្វនិកបានជ្រាបហើយយល់អំពីសភាវៈឈ្មោះថាចិត្តពីព្រោះធម្មជាតិនៃចិត្តនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមានទៅដល់10នឹងប៉ុន្តែនៅក្នុងពេលវេលាក្រែនេះនឹងត្រូវរតនាសម្ដែងអំពីពាក្យថាចិត្តនិងពាក្យថាចិត្តដែលអត្ថថាការគិតនឹងតែចេះនៅក្នុងជីវិតជាប្រកបដែលយើងសពថ្ងៃនេះគឺច្រើនទៅដោយការគិតប៉ុន្តែច្រើនទៅដោយការគិតនោះគឺច្រើនទៅដោយការយល់ច្រឡំនៅក្នុងលក្ខណៈនៃសភាវៈធម៌នោះថាជាតួខ្លួនកំពុងធ្វើកំពុងដឹងកំពុងឮប៉ុន្តែនៅក្នុងសភាវៈនៃជីវិតយើងគ្រប់គ្នាគឺការប្រកបឡើងនោះគឺត្រឹមតែជានាមធម៌តែប៉ុណ្ណោះនឹងបើសិនជាគ្មាននាមធម៌គឺជាសភាវៈដែលដឹងអារម្មណ៍នោះទេក៏មិនអាចដើម្បីដឹងថាសត្វបុគ្គលពីព្រោះសត្វបុគ្គលគឺជាតួនៃបញ្ញត្តិដែលចិត្តទាំងឯងកើតឡើងប៉ះផ្ទុកនឹងវិធីចិត្តផ្សេងនឹងដែលដឹងនៅអារម្មណ៍នឹងអញ្ចឹងសរុបសេចក្តីមកចំពោះសភាវៈថាចិត្តនេះគឺដែលអត្ថាការគិតនោះគឺព្រះបរមគ្រូព្រះអង្គទ្រង់ចង្អុលបង្ហាញឲ្យឃើញនៅក្នុងផ្លូវបដិបត្តិមួយ
ដែលជាការមិនកង្វល់នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាការកង្វល់ហ្នឹងមកអំពីយើងហ្នឹងប្រកាន់ថាអ្វីអ្វីលើគឺជាតួខ្លួននឹងអកិញ្ចនៈអនាទានហ្នឹងការមិនកង្វល់ការមិនប្រកាន់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថានេះគឺជាទីពឹងប៉ុន្តែនៅក្នុងសភាពពិតនៃជីវិតយើងហ្នឹងក៏បីកំណត់ដឹងថាការគិតហ្នឹងមិនមែនជាយើងទេឧទាហរណ៍ថាអង្គុយសក់ចឹងទៅស្ដាប់ព្រះធម៌សម្លឹងមើលមេឃខ្មៅអីអញ្ចឹងនឹកឃើញដល់ត្រីរបស់ខ្លួនហានៅផ្ទះហ្នឹងនឹកឃើញអញ្ចឹងមិនដឹងជាមីនាងហ្នឹងវាយកសារទុកមិនសារអើទៅវិញទៅទឹកអស់ងាប់អញបដាយហ្នឹងអញ្ចឹងហើយការដែលយើងអត់ដឹងសភាពពិតនៃការកើតឡើងហ្នឹងថាជាទូខ្លួនជាអ្នករលឹកប៉ុន្តែការដែលនឹកគិតហ្នឹងត្រឹមតែជាសភាវៈធម្មជាតិតែដឹងអារម្មណ៍ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាវិជាអ្នកលក្ខណៈគឺជាការដឹងអារម្មណ៍នោះគឺត្រឹមតែជាលក្ខណៈរបស់សភាវៈឈ្មោះតែចិត្តតែប៉ុណ្ណោះនឹងដូចជាព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរឿងការកើតឡើងនៃចិត្តការរលត់ទៅនៃចិត្តហ្នឹងគឺជាសភាវៈធម៌តែការឡើងប្រោះមានហេតុបច្ច័យគ្រប់គ្រាន់នៃសភាវៈនោះនឹងអញ្ចឹងដូច្នេះនៅក្នុងជីវិតជាប្រកបដោយយើងសពថ្ងៃនេះគឺមានតែវិថីចិត្តតែប៉ុណ្ណោះបើសិនជាគ្មានវិថីចិត្តទេញាតិញោមមិនអាចដើម្បីដឹងនៅក្នុងជីវិតជាប្រកបដោយដែលយើងកំពុងឮកំពុងស្ដាប់នេះដែរអញ្ចឹងបានជាព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីអំណាចរបស់ចិត្តនោះនឹងព្រះអង្គសម្ដែងអញ្ចឹងវិចិត្រករណាចិត្តតាំងអត្តនោចិត្តតាយវានឹងជាដើមទៅគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ចង្អុលបង្ហាញនៅក្នុងជីវិតជាប្រកបដោយយើងនឹងឲ្យឃើញតែសភាពពិតថាអ្វីអ្វីដែលវិចិត្រនៅក្នុងជីវិតជាប្រកបដោយប្រចាំថ្ងៃយើងសពថ្ងៃនេះគឺត្រឹមតែជាចិត្តទេនឹងដែលយើងឃើញអារម្មណ៍ល្អអារម្មណ៍ប៉និតនឹងអត្ថារម្មណ៍អារម្មណ៍ជាទីប្រាថ្នានឹងសពរប្រការហ្នឹងគឺត្រឹមតែជាចិត្តតែប៉ុណ្ណោះនឹងវាផុតអំពីសត្វបុគ្គលនេះគឺជាការសម្ដែងនៅក្នុងការចម្រើនអប់រំនៅក្នុងសតិប្បដ្ឋានដែលហៅថាចិត្តតានុបស្សនាគឺការចម្រើនហ្វឹកហាត់អប់រំនៅក្នុងជីវិតជាប្រកបដោយយើងរាល់ថ្ងៃនោះនេះទៅជាការលះបង់នៅការហួងហែងការប្រកាន់ពីព្រោះសេចក្តីទុកកើតមកហ្នឹងគឺនៅលើការហួងហែងប្រកាន់នឹងតែម្ដងនឹងតែសិនជាគ្មានការប្រកាន់ហួងហែងនៅក្នុងជីវិតជាប្រកបដោយប្រចាំថ្ងៃនេះទេញាតិញោមបងប្អូនតែមិនទទួលនៅធម្មរស់ឬក៏វិមុតតែរស់ហ្នឹងគឺរស់នៅក្នុងការដែលយើងត្រូវបដិបត្តិនៅក្នុងសាសនាប្រមចរិយធម៌នៃព្រះសម្មាសម្ពុទ្ធដោយការរំលឹកដោយការនឹកឃើញត្រឹមតែជាអារម្មណ៍របស់ញាណរបស់បញ្ញាតែប៉ុណ្ណោះដូច្នេះវាអស់នឹងការហួងហែងការកង្វល់នៅក្នុងលោកនេះដូច្នេះនៅក្នុងពេលវេលាក្រែងត្រារតនីជូនលោកគ្រូបានប៉ុណ្ណេះប៉ុន្តែនៅក្នុងបញ្ហាដែលត្រូវស្នើលោកគ្រូសុំកាសែតធម៌ហើយដល់អំភ្លីមេក្រូហ្នឹងទីប្រនឹកឃើញថាចង់ផ្សព្វផ្សាយពេលយប់ថាម៉ោង4កន្លះដល់ម៉ោង5កន្លះបិទកាសែតអីចឹងទៅហើយបើកតាមប៉ុកដើម្បីផ្សព្វផ្សាយដល់ញាតិញោមហ្នឹងតែគាត់បានចាក់ជារត់យោអីទេក៏បានស្ដាប់ទៅតាមសម្លេងឃោសនាស័ព្ទហ្នឹងគឺសេចក្តីហ្នឹងប៉ុណ្ណឹងសូមគោរពជូនលោកគ្រូខ្វះខាតក៏សូមជួយបន្ថែមគណៈសាធុចឹងហើយគិតយកកាសែតដាក់មេក្រូឬប្រហែលគីឡូដីហ្នឹងទៅហើយទេណាក៏មករឿងដាក់មេក្រូហើយចាក់កាសែតទៅហ្នឹងជួនកាលមិនចាក់កាសែតទេបន្តពីរ៉ាឌីយ៉ូដាក់ទៅទៀតឮទៅដល់ខាងក្រៅទៅរហូតឮទៅដល់វត្តទៅជួនកាលកាត់វាលទៀតឮសម្បើមទៅដល់វត្តមួយទៀតហើយលោកមិនពេញចិត្តអីចឹងទៅលោកដល់តែមិនពេញចិត្តគេថាអូវត្តនេះវត្តនោះឬក៏គ្រូពុទ្ធវង្សនឹងជេរលោកអីរាល់តែព្រឹកអីចឹងអាហ្នឹងក៏មានធ្លាប់ឮមកទៀតណាតាមពិតមិនមែនជាពាក្យជេរពាក្យអីទេគឺថាប្រព្រឹត្តទៅតាមធម៌វិន័យអីចឹងទៅដល់ទៅវាមានការប៉ះពាល់ដល់ចរិយាការប្រព្រឹត្តរបស់លោករបស់ក្រហោះអីចឹងគាត់មួម៉ៅក្រៅក្រហាយគាត់ថា
មេក្រូហ្នឹងណាជេអញ្ចឹងក៏មានដែរទាំងអញ្ចឹងលេខលោកនៅតាមនឹងផងទាំងណាតាមពិតអ្នកដែលមានសេចក្តីជ្រះថ្លាគាត់មានវិទ្យុបើកស្ដាប់ហើយទាំងហ្នឹងទៅហើយវាអាចរំខានដែរណាទាំងតែគេមិនចង់ឮធัวហ្នឹងហើយវាចេះតែឮចេញពីវត្តកៅហ្នឹងចឹងទៅវារំខានដែរបើគ្រាន់តែរងំក្នុងវត្តអីចឹងទៅអាហ្នឹងបានទាំងព្រោះជួនកាលគុណចាស់លោកមិនបានបើករថយន្តអីទេហើយក៏បាននិមន្តគង់ក្រោមដើមឈើឬក៏នៅកន្លែងណាសំរុំក៏បានស្ដាប់ពីមេក្រូហ្នឹងទៅហ្នឹងលេខលោកតាមនឹងផងចុះទៀតណាឥឡូវកណ្ណាគុណចាស់ព្រះអង្គចតុរកតោណាធ្លាប់រស់នៅប្រទេសអូស្ត្រាលីក៏យូរឆ្នាំមិនដឹងជាប្រហែលឆ្នាំប្រកបដែរទេហើយ20ឆ្នាំចឹងណាកណ្ណាខ្ញុំកណ្ណាបានតាមដានចំពោះជនបរទេសទាំងឡាយហើយខ្មែរយើងដែលទៅនៅយូរហ្នឹងក៏កាត់ទៅតាមបរទេសនឹងខ្លះដែរសាកសួរពីទិសដៅនៃការរស់នៅគឺសេចក្តីសប្បាយទាំងព្រោះណាជីវិតដែលកើតមកហ្នឹងក៏ប្រព្រឹត្តទៅដើម្បីសេចក្តីសប្បាយចឹងណាគឺឃ្លាតឆ្ងាយអំពីធម្មវិន័យក្នុងពុទ្ធសាសនាសម្រាប់កណ្ណាគុណម្ចាស់នេះចូលកម្មភ្នោះបួសជាបព្វជិតអីអញ្ចឹងមិនមែនឧទ្ទិសជីវិតដើម្បីសេចក្តីសប្បាយទេតែប្រព្រឹត្តទៅដើម្បីសុខសន្តិភាពក្នុងខ្លួនឯងក៏ដូចជាសេចក្តីសុខស្ងប់ក្នុងពួកក្រុមនឹងអញ្ចឹងដូច្នេះសូមកណ្ណាគុណម្ចាស់និមន្តបកស្រាយអំពីដំណើរជីវិតដែលត្រូវបន្លាយចោលទៅមួយឆ្នាំហើយមួយឆ្នាំទៀតដើម្បីសេចក្តីសប្បាយទោះជាខំប្រឹងធ្វើការលឿនហត់អីនឹងយ៉ាងណាក៏គ្រាន់តែដើម្បីយកមកចំណាយទៅក្នុងរឿងសប្បាយទាំងហើយណាមួយកូនប្រុសស្រីអីអញ្ចឹងឲ្យតែអាយុ18គឺតែងតែមានសិទ្ធិសេរីភាពបែកចេញពីម៉ែពីឪស្វែងរកសេចក្តីសប្បាយមានការប្រព្រឹត្តក្នុងកាមគុណដោយប្រការផ្សេងទាំងគឺតែសប្បាយធ្លាក់ចូលក្នុងកាមគុណទៅតំងទាំងណាមានកន្លែងគេសប្បាយទៅក្នុងកាមគុណយ៉ាងណាកណ្ណាគុណម្ចាស់រៀបរាប់ពីសង្វេគធម៌របស់សត្វលោកនឹងដើម្បីជាការអប់រំទូមានចិត្តដើម្បីឲ្យពុទ្ធបរិស័ទយើងនឹងឯងខំប្រឹងតោងយកព្រះធម៌ពុទ្ធសាសនាដើម្បីជាទីពឹងកុំឲ្យជីវិតរបស់ខ្លួននឹងធ្លាក់ចូលទៅនៅក្នុងការវង្វេងផ្លូវក្នុងជីវិតទាំងសូមរតនានិមន្តណាអ្នកមត្ថរតនតយស័កខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំប្រជុំ3នៃប្រតនត្រ័យដោយសេចក្តីសង្ខេបតែប៉ុណ្ណេះសូមឱកាសអំពីព្រះគុណចាស់ដែលជាព្រះថេរៈគ្រប់ព្រះអង្គសូមចម្រើនពរចំពោះលោកគ្រូអគ្គបណ្ឌិតញាតិញោមពុទ្ធបរិស័ទទាំងអស់ដើម្បីបានឱកាសឆ្លើយនៅក្នុងបញ្ហាកម្មដែលលោកគ្រូបានសាកសួរទំនាក់ទំនងអំពីដំណើរជីវិតរបស់ខ្មែរយើងភាគច្រើនដែលបានទៅនៅប្រទេសអឺរ៉ុបហ្នឹងគឺជាប្រទេសលោកខាងលិចបច្ចិមប្រទេសដូច្នេះការវិវត្តរបស់ប្រទេសនោះមានការជឿនលឿនទៅតាមវិទ្យាសាស្ត្រហើយក៏មានការជឿនលឿនទៅខាងផ្នែកកាមគុណការត្រេកត្រអាលរំភើបញាប់ញ័រជាមួយនឹងរូបសម្លេងក្លិនរសផុតពៈនិងធម្មរម្មណ៍ដែលសង្គមនឹងគេនិយមអញ្ចឹងដែលគេរាប់អានអញ្ចឹងហើយដល់មនុស្សទៅរស់នៅក្នុងទីនោះក៏ត្រូវទទួលនៅសម្ពាធឬក៏ទទួលនៅបញ្ហាទំនាក់ទំនងគឺមនោគមវិជ្ជារបស់គេអញ្ចឹងទៅដូច្នេះត្រូវតែបង្កើននៅគណៈកម្មគុណនឹងវាច្រើនទៅវាបង្កើននៅសេចក្តីត្រេកត្រអាលសេចក្តីលោភៈហើយស្មាគ្រាន់តែលើកលោភៈមួយចំនួនសម្រាប់ខ្មែរយើងដែលទៅនៅទីនោះគឺធ្វើការច្រើនណាអ្នកខ្លះធ្វើដល់ទៅ10ម៉ោងជាងក្នុងមួយថ្ងៃអីដើម្បីឲ្យបានប្រាក់ច្រើនមកហើយនឹងទិញផ្ទះធំពីជាន់អីចឹងទៅហើយត្រូវជឿគេពាក់កណ្ដាលចឹងទៅហើយទៅខ្ចីលុយធនាគារអីចឹងណាហើយទិញអានេះក៏ជឿទិញអានោះក៏ជឿពីប្រចិត្តនោះវាចង់បានតែថ្មីនឹងអ្វីដែលវាហួសសម័យគឺមិនចង់ឲ្យគេចង់បានថ្មីដូច្នេះត្រូវការជឿគេទូរទស្សន៍អាធំក៏ជឿគេហើយស្អីក៏ជឿគេហើយទៅផ្សារត្រូវមានអា credit card មួយហ្នឹងជឿគេដែរយកទៅដល់ទិញអីវ៉ាន់ទៅញាត់ចូលហ្នឹងទៅសញ្ញេឲ្យគេទៅ
ចាំដល់មួយខែគេផ្ញើសម្បត្តិមកទាលុយបដ ாய் ដូច្នេះជីវិតហ្នឹងគឺថាត្រូវតែធ្វើការទាំងប្តីទាំងប្រពន្ធដើម្បីសងបំណុលគេបំណុលក្នុងជីវិតពីព្រោះខ្លួនទាំងអស់គ្នានឹងវាត្រូវជាប់ជាមួយនឹងកាមគុណដោយរូបសម្លេងក្លិនរសផុតពៈនិងធម្មអារម្មណ៍នឹងដែលវាបំពន់សេចក្តីត្រូវការមិនចេះចប់ជាតណ្ហាដែលធ្វើឲ្យជាប់ជំពាក់នៅនឹងចឹងក៏ប៉ុន្តែមិនមែនជាទូទៅទេប៉ុន្តែចំពោះអ្នកខ្លះដែលមានការយល់ដឹងក៏សុខចិត្តប្រើឡានចាស់អីចឹងទៅហើយទុកឱកាសដើម្បីផ្ដល់ឲ្យកូនរៀនសូត្រអីចឹងទៅហើយរួចទៅមានឱកាសដើម្បីទៅវត្តរសាសិលអីខ្លះៗនៅពេលដែលខ្លួននឹងអត្រែតទៅឬក៏ផុតកំណត់ទៅដូច្នេះក៏ប៉ុន្តែភាគតិចណាពីព្រោះមិនដែលបានស្ដាប់នៅព្រះធម៌អញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការដែលយើងមានពុពេកតបញ្ញតាហ្នឹងគឺទី1ពុពេកតបញ្ញតាគឺមានបុណ្យដែលធ្វើឲ្យទុកពីមុនហ្នឹងទី1ទី2គឺបានកើតនៅក្នុងប្រទេសដែលសមគួរប្រទេសដែលមានពុទ្ធសាសនាប្រទេសដែលមានការសប្បុរសអីអញ្ចឹងហើយទី3យើងបានខ្សែគប់ជាមួយសប្បុរសដូចជាការដែលញាតិញោមពុទ្ធបរិស័ទខ្សែគប់ជាមួយសប្បុរសដូចក្នុងពេលឥឡូវហ្នឹងអញ្ចឹងហើយទី4ត្រូវស្ដាប់ធម៌ព្រះសទ្ធធម្មនឹងស្ដាប់ធម៌ឲ្យបានច្រើនដូចជាលោកម្ចាស់អគ្គតិណូនៅបូរាបានសម្ដែងអញ្ចឹងស្ដាប់ធម៌ឲ្យច្រើនឲ្យយល់ហើយពិចារណានៅក្នុងព្រះធម៌នឹងឲ្យបានច្រើនរហូតដល់យល់ច្បាស់ហើយបានយកទៅប្រព្រឹត្តប្រតិបត្តិចង្ការយើងមិនច្បាស់យើងមកមិញមកមៀងយើងមិនតាន់ច្បាស់យើងចិត្តបដិបត្តិទៅក៏អាចខុសដែរហើយនឹងការដែលមានការធ្វើខ្លួនឲ្យទៅជាបុគ្គលប្រសើរដូច្នេះ5យ៉ាងហ្នឹងជាលក្ខណៈសំខាន់ហើយនៅប្រទេសគេវាអត់មានអា5យ៉ាងហ្នឹងដូច្នេះវាមិនឬក៏មានខ្លះដែរប៉ុន្តែវាមិនគ្រប់5ដល់អញ្ចឹងទៅវាអាចធ្វើឲ្យខ្វះខាតអញ្ចឹងក៏សូមពុទ្ធបរិស័ទញាតិញោមជ្រះថ្លាថាញាតិញោមមានភ័ព្វវាសនាហើយដែលបានកើតនៅក្នុងប្រទេសសំគួរហើយមានបុណ្យដែលបានធ្វើទុកហើយពីមុនមកជួបជាមួយសប្បុរសលះចាប់បានលះជឿលះយល់លះមានសមាធិហើយដល់តែមានសមាធិហើយខ្សែគប់ជាមួយនឹងសប្បុរសនឹងតទៅទៀតហើយស្ដាប់ធម៌របស់សប្បុរសហើយតម្កល់ខ្លួនដោយប្រពៃគឺតម្កល់ខ្លួនដោយប្រពៃក្នុងទីនេះគឺប្រព្រឹត្តប្រតិបត្តិទៅតាមធម៌តាមវិន័យបើមិនប្រព្រឹត្តប្រតិបត្តិតាមធម៌វិន័យទេគឺមានបញ្ហាហើយដោយប្រគុណចាស់គ្រប់អង្គបានលើកឡើងនៅក្នុងបញ្ហាជីវិតនឹងគឺថាតាក់ទងនឹងការអប់រំចិត្តហើយការអប់រំចិត្តហើយបើសិនជាមិនអប់រំចិត្តទេមិនមានសតិសម្បញ្ញៈមិនមានសតិថ្នាក់សតិប្បដ្ឋានទេទោះបីជារស់នៅក្នុងភ្នួសហ្នឹងក៏មិនត្រេកអរចំពោះភ្នួសដែរយើងថាយើងឈ្នះហើយបានមកបួសក៏ប៉ុន្តែបួសហើយមិនបានត្រេកអរនៅក្នុងភ្នួសអាហ្នឹងក៏វាជាវិបត្តិដែរគ្រាន់តែល្អមើលនៅសម្បកខាងក្រៅអញ្ចឹងទៅហើយមានសេចក្តីខ្ជិលច្រអូសច្រើនទៅមានសេចក្តីប្រមាទច្រើនទៅក៏វាជាអកុសលដែលនាំឲ្យធ្លាក់ទៅអបាយភូមិឬក៏នៅក្នុងបច្ចុប្បន្ននេះក៏ឲ្យផលមិនល្អដែរនៅអកុសលវិបាកដោយប្រការផ្សេងអញ្ចឹងហើយបានថានៅក្នុងប្រទេសគេហ្នឹងគឺថាក៏ប៉ុន្តែមានខ្មែរយើងមួយចំនួនឥឡូវហ្នឹងបានស្ដាប់ធម៌របស់លោកគ្រូអគ្គបណ្ឌិតចាប់ផ្ដើមគិតគូរស្វែងរកនៅសច្ចធម៌នៅធម៌ពិតធម៌មែនដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីសច្ចង្ហវេសាធុតរੰរក្សាណੰគឺសភាវៈពិតដែលយើងជួបប្រទះរាល់ថ្ងៃហ្នឹងហើយ the real situation that you been affect with everyday life អាហ្នឹងគឺចង់និយាយថាជីវិតដែលយើងជួបនឹងអញ្ចឹងហើយនៅក្នុងប្រទេសជឿនលឿនហ្នឹងទីបំផុតនៃកាមគុណហ្នឹងគឺសេចក្តីទុក្ខគឺវិបត្តិដែលបែកបាក់ក្រុមគ្រួសារវិបត្តិដោយសារលបែងគឺអបាយមុខដែលលោកគ្រូមានប្រសាសន៍មិញអបាយមុខមាន4យ៉ាងគឺស្រីស្រាលបែងពាលាហើយនឹងបាបមិត្តនឹង4យ៉ាងហ្នឹងគឺនាំមកនៅសេចក្តីវិនាសដែលព្រះអង្គសម្ដែងនៅក្នុងសង្កេលកសូត្រក៏នាំមកនៅសេចក្តីវិនាសដែរហើយប្រគុណចាស់អាចលើកឡើងអំពីការដឹកនាំតាមពធតាមអីហ្នឹងអង់គ្លេសគេហៅថា counseling ហើយនៅស្រុកគេត្រូវរៀន4ឆ្នាំដើម្បីបានជាសញ្ញាបត្របញ្ញាខាង sociology ដើម្បីនឹងធ្វើជាភ្នាក់ងារខាងអប់រំមនុស្ស
ដោយថាអ្នកនឹងញៀននៅក្នុងលបែងអញ្ចឹងលបែងកាស៊ីណូអញ្ចឹងវិញ្ញាណហ្មងគឺថាមិនបានអត់លុយក៏ទៅអង្គុយមើលគេដែរដូច្នេះទីបំផុតគេត្រូវនាំទៅជួបជាមួយនឹងអ្នកភ្នាក់ងារគេហ្នឹងភ្នាក់ងារសង្គមគិច្ចហ្នឹងដើម្បីជួយដូច្នេះវាមិនមែនជារឿងស្រួលដែលយើងត្រូវដោះស្រាយថាឯងឯងកុំធ្វើអញ្ចឹងណែឯងត្រូវតែធ្វើចេះដូចខ្ញុំបើសិនជាដូចគ្នាអញ្ចឹងវាស្រួលហើយនៅទៅរៀនធัวទៅស្រួលហើយហ្នឹងហើយគាត់ប្រាប់តែអញ្ចឹងអ្នកណាក៏ចេះប្រាប់ដែរអញ្ចឹងក៏ប៉ុន្តែវាមិនស្រួលដូចយើងគិតអញ្ចឹងណាហ្នឹងហើយបានជាគេត្រូវរៀន4ឆ្នាំមកដើម្បីនឹងជួយដឹកនាំក្នុងក្រុមគ្រួសារដែលបែកបាក់គ្នាដែលមានវិបត្តិផ្លូវចិត្តគេត្រូវធ្វើយ៉ាងដូចម្ដេចក៏ប៉ុន្តែធម៌ពិតគឺធម៌របស់ពុទ្ធសាសនាគឺបណ្ដោះនៅយោនិសោមនសិការៈតាមសទ្ធាដែលយើងជឿដូចជាការដែលយើងមានការជឿមុតមមខ្លាំងក្លាហើយយើងក៏បណ្ដោះនៅយោនិសោមនសិការៈហើយជឿច្បាស់ថាអបាយមុខទាំងឡាយនោះនាំមកនៅសេចក្តីវិនាសទ្រព្យសម្បត្តិវិនាសកិត្តិយសវិនាសកេរ្តិ៍ឈ្មោះគ្រប់បែបយ៉ាងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអញ្ចឹងហើយដល់ឲ្យយើងប្រព្រឹត្តជាមួយជីវិតហ្នឹងឃើញថាវាវិនាសអញ្ចឹងមែនវាអន្តរាយអញ្ចឹងមែនហ្នឹងហើយដូច្នេះកន្លែងហ្នឹងដែលវាសំខាន់យើងត្រូវបង្ហាញម្យ៉ាងទៀតត្រូវបង្ហាញឲ្យឃើញនៅហេតុផលនៅក្នុងជាដកទាំងឡាយដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងព្រះប្រសូតក្តីឲ្យដឹងថាការដែលមានលោភៈច្រើនហ្នឹងនាំឲ្យវិនាសយ៉ាងម៉េចនាំឲ្យអន្តរាយយ៉ាងម៉េចហ្នឹងហើយនៅក្នុងបរាភវសូត្រក៏មានសម្ដែងអំពីអបាយមុខទាំង4យ៉ាងដូច្នេះយើងយកទាំងអស់ហ្នឹងមកជាបច្ច័យក្នុងការបញ្យល់នៅក្នុងការដឹកនាំអ្នកដែលមានបញ្ហានៅក្នុងការលេងល្បែងអញ្ចឹងហើយបានជានៅក្នុងប្រទេសអូស្ត្រាលីមុនអាត្មាមកហ្នឹងគេបញ្ចូលមុខវិជ្ជាពុទ្ធសាសនាមួយទៅក្នុងសាកលវិទ្យាល័យដើម្បីនឹងបង្រៀនឲ្យជួយដោះស្រាយបញ្ហាជីវិតរបស់មនុស្សដែលមានបញ្ហានៅក្នុងអក្រិតកម្មគ្រឿងញៀនល្បែងហើយនឹងការដែលបែកបាក់ក្រុមគ្រួសារវិបត្តិខ្លាំងណាស់បែកបាក់ក្រុមគ្រួសារពីព្រោះកាមគុណវាខ្លាំងពេកវាញាប់ញ័រខ្លាំងពេកដូច្នេះការដែលបែកបាក់ប្រត់ប្រាស់គ្នានៅក្នុងប្រទេសអាមេរិកហើយអូស្ត្រាលីឡើងកម្រិតដល់ទៅ50 ទៅ 60%ដែលប្តីប្រពន្ធលេងលះគ្នាដូច្នេះវិបត្តិហ្នឹងវាកើតសម្រាប់កូនដែលចែកកូនគ្នាទៅវិញទៅមកលោកគ្រូបានលើកឡើងណាបញ្ហាណាដូច្នេះដល់តែកាមគុណនោះវាគ្របកាន់តែច្រើនឡើងទីបំផុតប្រទេសលោកខាងលិចបានឃើញបញ្ហាផ្លូវចិត្តត្រូវតែរួមមធ្យោបាយអប់រំអញ្ចឹងឃើញថាពុទ្ធសាសនាមានការអប់រំដើម្បីសេចក្តីសុខសន្តិភាពតាមផ្លូវចិត្តទើបព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិនៅព្រះវិន័យដើម្បីហាម5ភិក្ខុសាមណេរឲ្យប្រុងប្រយ័ត្នបង្ហាញឲ្យឃើញថាកាមគុណនឹងវាជាគ្រឿងនាំឲ្យវិនាសដូច្នេះយើងត្រូវតែបន្ថយការត្រេកត្រអាលជាមួយកាមគុណឬក៏កាត់ផ្ដាច់កាមគុណនឹងឲ្យវាដាច់មានពេលមួយនោះអាត្មាជិះបួសហើយណាគ្រូណាជិះរថយន្តទៅជួបអូស្ត្រាលីថាហើយណែឯងបួសហ្នឹងអត់មានប្រពន្ធទេថាអត់ទេហើយចុះណែឯងមិនប្រឆាំងជាមួយធម្មជាតិមែនធម្មជាតិគេត្រូវតែមានប្តីមានប្រពន្ធហើយយើងអត់ហ្នឹងវាមិនត្រូវតាមច្បាប់ធម្មជាតិទេហ្នឹងហើយដូច្នេះយើងក៏មិនដឹងថាបញ្យល់វាយ៉ាងម៉េចនៅក្នុងឡានណាមិនមែនជាទីកន្លែងដែលសំគួរក្នុងការសម្ដែងធម៌ទេដូច្នេះហើយមនុស្សហ្នឹងទោះបីជាយើងសម្ដែងក៏វាមិនព្រមស្ដាប់ដែរពីព្រោះវាមានគំនិតដើម្បីទីទានសាសនាយើងដូច្នេះទីបំផុតយើងត្រូវនៅស្ងៀមដោយសេចក្តីអត់ធន់គឺអំណត់ដែលជាធម៌មួយដ៏ប្រសើរគឺអត់ធន់ដើម្បីទប់ទល់នឹងបញ្ហាផ្សេងៗដែលកើតតាមរយៈសង្គមឬក៏មនុស្សដែលមានការតេះដៀនដូច្នេះសេចក្តីអត់ធន់ជាផ្លូវដ៏ប្រសើរសម្រាប់អប់រំចិត្តទប់ទល់នឹងបញ្ហាផ្សេងៗនៅក្នុងជីវិតសូមអនុមោទនាសាធុតែណាសត្វស្វាស៊ីស្វាយមិនស្ដាយក្របថ្មាតស៊ីសាសក់មិនចិនណាយជន់ពេលមិនឆ្អែតបាបទាំងឡាយបណ្ឌិតមិនឆ្ងាយពីធម្មយាទេកណាចង់បានពីគុណចាស់បន្តិចទៀតតែព្រោះលឺញាតិញោមថាពីរស់ដល់ហើយមិញមានបញ្ហាធ្វើអត្តឃាតសម្រាប់ខ្លួននេះខ្ញុំកណាបានឮដំណឹងមកសប្តាហ៍ថ្ងៃកើនចំនួនច្រើនមែនទែនទាំងណាច្រើនណាស់ក្នុងពិភពលោកនេះរឿងសម្រាប់ខ្លួននឹងសូមកណាគុណចាស់ជួយ
បញ្យលដល់កូនចៅខ្មែរយើងទាំងកាលណាបើមានវិបត្តិគឺកុំឲ្យសម្រាប់ខ្លួនទាំងត្រូវតស៊ូរស់ដើម្បីយកឈ្នះនៅឧបសគ្គហើយបានបំពេញសេចក្តីល្អមុននឹងដល់ពេលស្លាប់ទៅតាមធម្មតាកណ្ដាគុណចាស់ជួយបន្តិចកន្លែងហ្នឹងចឹងនិមន្តទៅសូមអនុមោទនានៅបញ្ហាកម្មដែលលោកគ្រូលើកឡើងគឺសំខាន់ណាស់មិនមែនសំខាន់សម្រាប់តែញាតិញោមពុទ្ធបរិស័ទក្នុងទីនេះទេសំខាន់ទូទាំងប្រទេសសំខាន់ចំពោះសង្គមខ្មែរនៅក្រៅប្រទេសដែលកំពុងតែមានវិបត្តិផ្លូវចិត្តហើយវិបត្តិផ្លូវចិត្តហ្នឹងវាមានហេតុរបស់វាគឺដោយសារកាមគុណដែលយើងបានលើកមិញហ្នឹងឥឡូវចូលមកដល់ថាដែលការសម្លាប់ខ្លួនហ្នឹងមកពីមានទុតិថេនិយមទុតិថេនិយមហ្នឹងគឺថាមើលឃើញអ្វីហ្នឹងវាសត្វតែទុកក្នុងโลกនេះវាមិនអាចត្រំបានទេโลกនេះវាចង្អៀតណាស់វាខ្មៅងងឹតណាស់អញ្ចឹងដូចអញ្ចឹងវាមិនដឹងរស់ធ្វើអីបើសិនជាโลกនឹងវាងងឹតអញ្ចឹងវាអត់អនុគ្រោះដល់យើងទេសង្សារដែលពេញចិត្តឥឡូវទៅជាបែកចិត្តយើងមិនអាចរស់កើតដោយខ្វះសង្សារនឹងទេណាអញ្ចឹងណាហើយដូច្នេះវាក្តៅកាហាយណាស់ម្នាក់ឯងនឹងនៅស្រុកអូស្ត្រាលីមានមួយហ្នឹងគឺបាញ់ខ្លួនឯងកូនខ្មែរអាយុប្រហែល20ផ្លាយឆ្នាំចប់គ្រឿងញៀនខាងពេកម៉ែឪចេះតែខំជួយរំជោគបាយដឹកនាំទៅកន្លែងគេកន្លែងអីចឹងក៏ប៉ុន្តែគាត់កូននឹងសុខចិត្តទៅតាមដែរក៏ប៉ុន្តែមានសម្ពាធពីមិត្តភ័ក្តិនឹងដើម្បីឲ្យជួយលក់គ្រឿងញៀនរឿងអីហ្នឹងបើមិនធ្វើតាមទេវាស្លាប់អីចឹងអីហ្នឹងណាដូច្នេះបញ្ហាហ្នឹងវាស្ទះរវាងម៉ែឪរវាងសង្គមខ្មែរហើយនិងសង្គមអរិយធម៌របស់បរទេសអរិយធម៌របស់អឺរ៉ុបដូច្នេះថ្ងៃមួយហ្នឹងម៉ែថ្ងៃហ្នឹងចូលឆ្នាំផងហើយម៉ែឪlạiទៅបន់ចូលឆ្នាំនៅហូលអីចឹងទៅកូនហ្នឹងនៅក្នុងបន្ទប់នេះឯងទាញកាភ្លើងខ្លីមកបាញ់ចំកន្លែងហ្នឹងហើយក៏ងាប់ដឹកយកទៅដល់ពេទ្យក៏ងាប់ទៅកន្លែងហ្នឹងចង់បង្ហាញថានៅពេលដែលយើងសិក្សាអំពីមនុស្សដែលស្លាប់ហ្នឹងគឺអាត្មាកាលពីមិនតាន់បួសហ្នឹងធ្លាប់ធ្វើការជាមួយនឹងខ្មែរដែលមានវិបត្តិអញ្ចឹងដែរហើយអញ្ចឹងត្រូវតែស្ដាប់បញ្ហាដោយលោកគ្រូលើកឡើងអញ្ចឹងអ្នកដែលមានវិបត្តិហ្នឹងប្រាប់មិនដែលប្រាប់ថាខ្លួនឯងមានវិបត្តិទេហើយជាពិសេសប្រុសបើស្រីគ្រាន់តែគេមើលគេរៀបចំទៅឃើញស្រីគ្រាន់តែឥឡូវញាតិញោមមើលស្រីមកស្ដាប់ធម៌ច្រើនជាងប្រុសឃើញទេយល់ព្រមទទួលបញ្ហាប៉ុន្តែប្រុសមានមនិះថាអញមិនងាយទេអញខ្លាំងអញប្រសើរដូច្នេះប្រុសមិនដែលសារភាពថាខ្លួនឯងមានសេចក្តីទុក្ខទេដូច្នេះដោយការនឹងយើងដែលជាអ្នកធ្វើការត្រូវតែស្ដាប់ឲ្យច្រើនមិនទៅដល់ប្រាប់ថាឯងធ្វើតាមខ្ញុំទៅខ្ញុំបញ្យល់ទៅធ្វើចេះទៅព្រះសម្ដែងមកចេះណែឯងកុំធ្វើអញ្ចឹងធ្លាក់នរកអីអាហ្នឹងអត់ស្ដាប់បណ្ដោយដូច្នេះយើងត្រូវស្ដាប់អំពីអ្នកដែលមានបញ្ហានៅវិបត្តិហ្នឹងហើយបានយើងរកមធ្យោបាយដឹកនាំអ្នកហ្នឹងទៅតាមព្រះធម៌ដែលព្រះអង្គសម្ដែងអំពីក្នុងโลกនឹងវាយ៉ាងម៉េចវាមានវិបត្តិគ្រប់តែគ្នាដោយអាវាសិកសក់ជុំចំណិតលើកឡើងអញ្ចឹងវាមិនវិបត្តិទៅយើងឯណាអ្នកនោះក៏មានវិបត្តិអង់គ្លេសថា not at the end of the world គេថាវាមិនជាទីបញ្ចប់នៃโลกនេះទេរឿងដែលវាមានគឺយើងត្រូវដោះស្រាយហើយស្អែកធ្វើល្អទៅទៀតទៅ not at the end of the world គេថាអញ្ចឹងគេថាវាមិនចប់ទេពិភពលោកនេះវាមិនតាន់អស់ទេអញ្ចឹងបានសេចក្តីថាយើងមានសុតិថេនិយមអង់គ្លេសហៅថា optimistic សុតិថេនិយមដូចថាមកបួសអញ្ចឹងមានសុតិថេនិយមថាអាត្មាអញប្រព្រឹត្តប្រណិប័តល្អទៅនឹងបានដល់នៅត្រើយហ្នឹងហើយបើមិនតាន់បានដល់នៅត្រើយទេក៏បានសេចក្តីសុខបដើដែរខនិកៈសុខអីអញ្ចឹងទៅដូច្នេះហើយវាបានប្រសើរវាមានតម្លៃវាមានកិត្តិយសវាមានភេទជាឧត្តមភេទដូច្នេះវាមិនមែនអរត់អរាយឬក៏ហិនភេទទេនៅដូចព្រះអង្គសម្ដែងអញ្ចឹងដូច្នេះទោះបីជាមិនតាន់ដល់កន្លែងនោះក៏វាដល់មួយកលៈដែលយើងដើរទៅតាមនឹងយើងមានសុខតិថេនិយមគ្រប់បែបយ៉ាងថាអ្វីបើខំបើព្យាយាមនឹងបានដល់ដូច្នេះពុទ្ធបរិស័ទញាតិញោមត្រូវតែបញ្យល់ប្រាប់កូនចៅដែលមានវិបត្តិនៅក្នុងបញ្ហាផ្សេងរបស់ជីវិតជួនកាលលងនៅក្នុងបញ្ហាស្នេហាអីចឹងទៅក៏អាចមានបញ្ហាហើយនៅក្នុងស្រុកយើងភាគច្រើនសប្តាហ៍ថ្ងៃដែលអាត្មាសូមផ្ដាំផ្ញើដែលឃើញច្រើនគឺវិបត្តិដោយចាញ់បោកគេនឹងឲ្យស្រីចាញ់បោកសម្ដីរបស់បរិសុទ្ធអីចឹងទៅ
ដល់អញ្ចឹងទៅគេមានបញ្ហាយកទៅលក់យកទៅស្អីបានច្រើនដែលយើងខ្វះការសិក្សាទាំងផ្លូវលោកទាំងផ្លូវធម៌ដូច្នេះកាលណាខ្វះសិក្សាខ្វះយោនិសោមនសិការៈខ្វះបញ្ញាដើម្បីពិនិត្យសង្កេតមើលបុគ្គលដែលយើងត្រូវខ្សែគប់ជាពាលឬក៏ជាបណ្ឌិតជាបាបមិត្តឬក៏ជាសប្បុរសហ្នឹងកន្លែងហ្នឹងដែលត្រូវសូមផ្ដាំផ្ញើពីព្រោះសង្គមយើងសប្តាហ៍ថ្ងៃកំពុងតែទទួលនៅវិបត្តិដែលក្រំគ្រាតាមរយៈការចាញ់បោកហើយនឹងយកទៅលក់ជាដើមហើយនឹងចូលបន្ថែមតឡើងតិចដែលលើសអំពីការសម្លាប់ខ្លួនណាហើយក្រៅពីនឹងត្រឡប់មកការសម្លាប់ខ្លួនវិញគឺថាយើងលួងលោមកូនយ៉ាងម៉េចកុំឲ្យតន់សម្លាប់ខ្លួនហើយរួមមធ្យោបាយម៉េចឲ្យកូននឹងឃើញថាខ្លួនឯងមានបញ្ហាហើយដើម្បីទៅរស់ថ្នាំខ្មែរក្តីថ្នាំបារាំងក្តីព្យាបាលថ្នាំហ្នឹងគឺព្រះធម៌នឹងឯងញាតិញោមនៅនេះមានស្គាល់ហើយអាត្មាមិនចេញឈ្មោះទេញោមនៅនេះគាត់មានវិបត្តិច្រើនដែរតែមានកូនត្រូវគ្រោះថ្នាក់អីចឹងបាត់បង់ជីវិតអីចឹងគាត់មកជួបព្រះធម៌គាត់ស្ដាប់ធម៌ឥឡូវគាត់បានរក្សាសិល8គាត់បានសេចក្តីសុខដូច្នេះមានមធ្យោបាយមិនមែនអត់បាយដើម្បីឲ្យស្លាប់មិនមែនទៅចងកមិនមែនទៅធ្វើទុកបុកម្នេញខ្លួនឯងដោយទុតិយនិយមនោះទេត្រូវរកឧបាយដើម្បីមើលឃើញពិភពលោកនេះទូលំទូលាយសម្រាប់អ្នកកែខ្លួនឲ្យបានល្អមនុស្សខុសវាតែងតែមានគេនិយាយពាក្យមួយថាយើងពុទ្ធជននេះវាមិនដែលត្រូវទាំងអស់ហើយលោកគ្រូណាវាឯងខុសអញ្ចឹង no one can be perfect no one can be perfect even the Buddha Lord Buddha is perfect he was perfect because he was enlightened ពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសន្សំបារមីហើយគ្រប់គ្រាន់ហើយព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គអត់មានខុសទេអត់មានកន្លែងណាខុសទេតាំងពីចរិយាចាំងពីប្រយោគស្អីអត់មានខុសទេប៉ុន្តែយើងដែលជាបុថុជននេះយើងដើរទៅដួលហើយងើបឡើងឈរឡើងវិញដើរទៀតដើរហើយដួលទៀតងើបឡើងឈរហើយដើរទៀតដូច្នេះយើងត្រូវមានសុខចិត្តនិយមដែលអង់គ្លេសហៅថា optimist ដើម្បីនឹងស្វែងរកនៅការជឿនលឿននៅក្នុងជីវិតហើយសិក្សានៅក្នុងជីវិតរហូតដល់ឲ្យឃើញពន្លឺនៃបញ្ញារហូតដល់បានត្រាស់ដឹងនៅអរិយសច្ចជាដើមសូមអនុមោទនាគណៈសាធុទាំងណាចំណុចខ្សោយស្ត្រីនៅលើសម្ដីបរោះចំណុចខ្សោយបរោះនៅលើសម្រស់នារីណាដូច្នេះគឺយើងមានតែនាំគ្នាចូលមករកព្រះធម៌ដើម្បីឲ្យអស់ចំណុចខ្សោយហ្នឹងគេឲ្យវាខ្លាំងឡើងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ក្នុងរវាង45ព្រះភាសាទៀតហើយថ្លៃថ្លារុងរឿងណាស់សម្ដែងក្នុងព្រះវិន័យផងព្រះសូត្រផងព្រះអភិធម្មផងទាំងនឹងទីបំផុតគឺយើងឈ្នះខ្លួនឯងព្រោះការអស់ទៅនៃតណ្ហាយើងបានសម្រេចនៅបរមសុខមួយហើយលែងត្រូវការអ្វីទៀតទាំងអស់ត្រង់ដែលការអស់ទៅនៃតណ្ហាសូមអនុមោទនាទាំងណាសូមប្រគល់ជូនបងនិតទាំងចាត់សូមជើញណា